Tiếng sông từ tu sa một tiếng. Alo, xin chuẩn bị xuống. Sao chuẩn bị xuống rồi. Hay sông các thoáng cùng trong chắc cừu vàng. Khi miền ngoài chứ bằng cừu ông tôi nhóm đối về cái lục chăn dân ban cỏ ban ấy sẽ tập bỏ rồi ấy như là cha mỗi cái dân tập bỏ rồi trong một cái để lục chăn tập bỏ rồi bỏ ấy dân thay giờ miền ba đánh sập đánh ấy dân nữa. Chẳng xong thực hiện chắc rồi chuẩn bị bỏ xài vào mới tới khả năng việc ai cả của xóm đây thế và sống các phản công lý xongอยู่điểm lì nhiều mà nè xua thà thực hiện chừng hành lộ anh cội bỏ rồi ta cha có thạ bạp nâng ai thạ bạp của bạn bôn của bạn vì à sấy từ lỡ ca tăng chất rồi bỏ dương bây dương kết thà đầm bay oi bờ sòng nâng lục chăn ở hà bàn srul ruột khai cợt mề rốt dựng chặt tục thà rồi nâng vì chỉ nhẹ nghe chùm lon mề rốt chẳng dương mình chồng oi lục nâng miền mề rốt tam rồi nâng tê tự dựng đành nâng bàn bôn á bàn bôn rư ba mơ từ chặt tới hơi thôi vì mình là lơ cái thà thế sắc xa tại bị chặt nâng tới đăng á bôn nâng ba sốt thị bò đi sọt đưa mình bò đi sọt nâng việc ăn miên lơ mót nè thà tê quên ở lời dương mà nè bờ nhôm mình sắc xa ông bị về đẹp chặt thế ngày nắng nhôm lư rương nắng nhôm ngọt lấy bà mẹ để bồn mền để đò rương ngày cào tiết kỳ lực rương xây một tiết bà mẹ nãy bồn mền nãy vì nó từ ngọt chẳng ở lớp bờ mà bọ rương nâng muối ở lớp nhôm chụp ngọt này khỏi cái lời hưởng mùi tiết ba bị bón là nắng ngọt tiết hưởng mùi tiết ngọt tiết hưởng mùi tiết ngọt hột nhưng chẳng sắc xa đầm bay ở bạn mày ngọt cứ sắc xa bị chật hay ở school ta tua báp tua bón bật bật cọt chấm nai pe khla đó nó có nhiệt dầu bột bò đi sạt tại chỉ bị xếp bị song năng ấy màn ấy ở che a của son là chất đập pi mà ha của son cũng bay sầm hẹp nhiệt nhôm này em che mà nhiệt nhôm ngày nó lục khla nó nhiệt nhôm từ su à bị thom tận tích nó có thằng tham ăn che và cái che chơi từ ruồi đá bua lần phục và hia bị bay ót đứng che ăn tịnh tui nằm bayผมบัดกาซองใส่บ่nhiệt nhôm nó ót chơi nó cũng chơi tập đê tập đa tam ta ca vô chân ta nhiệt nhôm quên khu các ba lõi họ ngày nè cái sầm nuông môi chứ bên xua thì mình nè tới dừng cá tê xua thma phong tới xua lục cừu này phong tới lột nô phong tới rồi sầm lai mất cái sợ khóc này rồi vẫn chuyện lọp rồi thì phật đang chưa mùi nèព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យវិនិច្ឆ័យបញ្ហាគ្រប់រឿងទាំងអស់ព្រះអង្គអត់ថាណាខុសណាត្រូវបានគាត់ថាយើងវាមានបញ្ញាស្មារតីសម្រាប់គិតខ្លួនឯងដូចក្នុងការឡាមសូត្រចឹងអ្នកកុំគិតថានេះជាគ្រូរបស់អ្នកកុំគិតថានេះជាចាស់ទុំរបស់អ្នកកុំគ្រាន់តែជឿកំពីដីកាអីផ្សេងហ្នឹងវាយើងវាមានលទ្ធភាពអាចពិចារណាបានយើងត្រូវយកមកពិចារណាដោយល្អិតល្អន់វាយល់ថាវាត្រូវជឿយកទៅហើយអ្នកខ្លះហ្នឹងស្ដាប់នៅនេះស្ដាប់នោះអាងយកទៅឆ្លោះគ្នាទៀតអ្នកខ្លះហ្នឹងស្ដាប់អាត្មាទេសអញ្ចឹងទៅយកទៅឆ្លោះជាមួយគេលោកគ្រូសានជាថាអញ្ចឹងជាងការអាត្មាថាអញ្ចឹងមែនទេបំណងនិយាយវាមិនមែនដូចគាត់យល់ទេដូចរឿងអាត្មានិយាយរឿងបាយសីរឿងស្អីសីរឿងដុតធូបអីចឹងដល់អ្នកស្ដាប់មិនតាន់ថាអាត្មាមិនអោយដុតធូបទេអាត្មាមិននិយាយចឹងឯណាដុតហ្នឹងបើសិនជាយើងចេះកិច្ចក្នុងការដុតហ្នឹងក៏វាបានប្រយោជន៍ចឹងដែរតំណាងឲ្យស្អីឲ្យអីចឹងទៅការអីហ្នឹងក៏វាដូចតែគ្នាចឹងដែរដាក់ទៅវាសពូនទៅអីទៅគិតដល់សង្ខារធัวអីអាហ្នឹងស្រេចតែយើងប្ររពយកមកគិតឲ្យមានប្រយោជន៍ទេប៉ុន្តែអាត្មានិយាយសម្ដៅណាអាធូបដល់វាចង្រៃហ្នឹងវាឆ្លក់លោកដុតច្រើនពេកនោះណាស្រួលវាឆេះគាត់ឆេះពហិឲ្យប្រយ័ត្នឲ្យប្រយែងចឹងឯងពហិគូល្អអីហ្នឹងដុតយូរខ្មៅពហិអស់ឲ្យវាដឹងប្រមាណប្រពៃណីខ្លះហ្នឹងវាពិបាកបំបត្តិតែប៉ុន្តែយើងចេះរៀបចំពីច្រើនមកតិចចឹងទៅរៀបចំយ៉ាងម៉េចកុំឲ្យវារលាកគ្នាចឹងទៅឲ្យវាស្រួលចឹងទៅហើយដល់ពេលស្ដាប់វាមិនបានវាថាលោកគ្រូសាមសុជាហ្នឹងហាមឲ្យដុតធូបទេថ្មឯណាទៅមានសិទ្ធិហាមមានតែសិទ្ធិបញ្យលឲ្យវាយល់ដឹងឡើងបើយើងមិនធ្វើព្រោះតែគេហាមវាគ្មានប្រយោជន៍ទេមានន័យថាអត់យល់អីសោះព្រះសម្មាសម្ពុទ្ធព្រះអង្គដូចជាចិត្តបរិនិព្វានមានសុផាត់តែមកសួរយ៉ាងសាសនានេះក៏ថាល្អសាសនានោះក៏ថាល្អតើព្រះអង្គថាយ៉ាងម៉េចដែរព្រះអង្គថាល្មមហើយ
មិនអាចនិយាយថាទម្រាំតែរៀបរាប់ថាសាសនានេះថាមិនសាសនានោះថាមិនជាប់នឹងយើងជីវិត10ក៏រៀបរាប់មិនអស់ដែរអញ្ចឹងគ្រាន់តែថាគាត់ប្រាប់បើផ្លូវត្រូវមាននៅក្នុងសាសនាណាសាសនានោះហើយគឺជាសាសនាត្រូវមានសមាទិដ្ឋិមានសមាសង្កប្បៈការគិតត្រូវការត្រេះរិះត្រូវការនិយាយត្រូវការងារត្រូវព្យាយាមត្រូវចិញ្ចឹមជីវិតត្រូវការរលឹកត្រូវការតម្កល់ចិត្តត្រូវអញ្ចឹងមិនចំពោះថាវានៅក្នុងពុទ្ធសាសនាទេតែនៅឯណាក៏ដោយពេលណាក៏ដោយឲ្យតែមានផ្លូវត្រូវគឺត្រូវហើយនៅក្នុងសាសនាណាក៏ដោយតែដើរផ្លូវខុសគឺខុសសូម្បីតែយើងប្រកាន់ថាយើងជាអ្នកកាន់ពុទ្ធសាសនានឹងក៏ដោយហើយតែប្រាជ្ញាអរិយមេអង្គ8វាខុសហើយវាខុសហើយណាវាខុសហើយពីព្រោះការត្រាស់ដឹងរបស់ពុទ្ធនឹងវាមិនមែនដើម្បីអ្នកក្រុមណាទេព្រោះព្រះអង្គអត់មានក្រុមទេកើតឡើងដំបូងឡើយម្នាក់ឯងគាត់ប៉ុន្តែព្រះអង្គផ្សព្វផ្សាយអ្វីដែលព្រះអង្គត្រាស់ដឹងទៅបានអ្នកលះបង់សាសនាផ្សេងៗមកជួយគ្រប់គ្រងព្រះអង្គហ្នឹងមានសាវករហូតដល់សពថ្ងៃហ្នឹងអញ្ចឹងវិលមករੂសំណួរញោមវិញញោមថាបក់រួយហ្នឹងគឺនៅលើការតាំងចិត្តរបស់ញោមណាការតាំងចិត្តរបស់ញោមឲ្យញោមគិតថាសង្គ្រោះលោកឲ្យលោកឆាន់វាពេញមាត់ឡើងការលោកវាខ្ពើមឃើញរុយអញ្ចឹងទៅហើយយ៉ាងទីយើងគិតថារុយហ្នឹងជាភ្នាក់ងារចម្លងមេរោគលេងអើលវាអញ្ចឹងទៅកុំឲ្យលោកកើតរោគប៉ុន្តែបើយើងបក់ដោយខឹងមួយអារុយនេះខឹងអាហ្នឹងដឹងចិត្តយើងទៅកើតបដិខៈតោមនស្សជាមួយរុយហ្នឹងអាហ្នឹងវាជាអកុសលហើយអញ្ចឹងបានថាចម្លើយមួយដែលថាបាបតែម្ដងបុណ្យតែម្ដងពីណាថាត្រូវថាវាមិនត្រូវទេអាត្មាថាបានបុណ្យវាមិនមែនបុណ្យទេបើខឹងរុយបាបហើយតែបើយើងគិតអនុគ្រោះលោកជាចិត្តមេត្តាចិត្តករុណាអាហ្នឹងវាបុណ្យហើយឃើញទេបុណ្យវាសម្រេចមโนមយានេះសម្រេចអំពីចិត្តណាមโนសេដ្ឋាមโนមយាម្នាក់សាជេបតុថេនេះហ្នឹងពាក្យហ្នឹងគឺនៅខាងដើមធម្មបទហ្នឹងព្រះអង្គសម្ដែងងាយងាយព្រះអង្គដាក់មេរៀនមកងាយ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 គិតហើយកុំពីណាថាកុំទៅជឿពីណាថាអូអាហ្នឹងឯងបានបុណ្យចាំបាច់គេថាចិត្តយើងមិនដឹងប៉ុន្តែដឹងហ្នឹងវាទល់តែយើងសិក្សាផងរៀនឲ្យវាចេះដឹងផងបានព្រះអង្គឲ្យយកខ្លួនឯងជាទីពឹងណាឲ្យយកខ្លួនឯងជាទីពឹងប៉ុន្តែយើងយល់ផងថាពឹងខ្លួនឯងនឹងខ្លួនមិនទៅខ្លួននឹងវាចេះខ្លួននឹងវាសិក្សាច្រើនយល់ដឹងច្រើនបានអាចទីពឹងរបស់ខ្លួនឯងព្រោះថាល្ងងទេនិយាយអត្តាឲ្យអត្តនោនាថោ100ចប់ទៀតក៏គ្មានប្រយោជន៍ដែរឲ្យតែនៅល្ងងហើយរឿងដែលត្រូវចេះហ្នឹងមិនបាច់រៀនដល់ចប់ថ្នាក់អីទេវិសោធន៍បានបន្តិចជីវិតរស់នៅហ្នឹងតិចទៅហើយបើយើងចង់ស្វែងយល់រឿងបុណ្យបាបសិក្សាអំពីឫសគល់បុណ្យបាបហ្នឹងទៅស្អីជាបុណ្យស្អីជាបាបវាពិតប្រាកដហ្នឹងចឹងហើយតិចទេដើម្បីវិនិច្ឆ័យបុណ្យនិងបាបបានច្បាស់រៀនតែចិត្តប្រមាណជា20ដួងហ្នឹងទៅបានណាប៉ុណ្ណឹងក៏បានដែរហើយរៀនពីអាការៈវាទៅមហាកុសលមាន8ជាឈ្មោះបុណ្យអកុសលចិត្ត12វាឈ្មោះបាបហើយអំពើមិនក៏ដោយចេញមកតាមកាយក៏ដោយតាមវាចាក៏ដោយរូបភាពបែបណាក៏ដោយពិនិត្យមើលចិត្តយើងបើកាលណាចិត្តជាប់ជំពាក់ចិត្តលោភៈកើតឡើងបដិខៈកើតឡើងវែងកើតឡើងបាបហើយទោះបីទៅដល់ណាក៏ដោយទៅដល់ស្រុកព្រះក៏ដោយយើងមើលអ្នកខ្លាំងមិនមែនថាឲ្យតែបានទៅស្រុកព្រះសិតតែល្អឯណាទេវទត្តធ្លាក់នរកក្នុងស្រុកព្រះហ្នឹងចិញ្ចាអីហ្នឹងធ្លាក់នរកទៅក្បែរវត្តហ្នឹងឯណាក្បែរព្រះហ្នឹងណាសាច់ស្អីកោកាလိកៈអីហ្នឹងទៅជួបព្រះហើយនៅទៅធ្លាក់នរកអញ្ចឹងឯងអញ្ចឹងបុណ្យបាបវានៅក្នុងចិត្តអាត្មានេះមិនមែនថាហាមឲ្យទៅស្រុកព្រះទេបើយើងទៅដោយល្អទៅថ្វាយអង្គមទៅសិក្សាទៅស្វែងយល់ឲ្យវាមានទំនុកចិត្តពិតថាមានមែនហ្នឹងគឺថាទៅចោះតែបើថាទៅសិតតែល្អក៏មិនមែនដែរអ្នកខ្លះហ្នឹងមុនទៅជ្រះថ្លាណាស់ទៅដល់ចុងបញ្ចប់អញដឹងតែអញ្ចឹងអត់មកគេពិបាកពេកណាអ្នកខ្លះខូចអស់ខ្លះមិនតន់ទៅអត់អីទៅនឹងស៊ីលើសស៊ីខ្វះឆ្លោះគ្នាឃើញទេជាងកាក៏វាមានអញ្ចឹងវាមិនសិតតែល្អទេណាអ្វីល្អព្រោះចិត្តល្អអ្វីអាក្រក់ព្រោះចិត្តល្អអាក្រក់ព្រះអង្គសម្ដែងថាសត្វសៅមងព្រោះចិត្តសៅមងនោះឈ្មោះបាបហើយសត្វបរិសុទ្ធព្រោះចិត្តបរិសុទ្ធអញ្ចឹងចិត្តបរិសុទ្ធនោះចិត្តបុណ្យនឹងឯងសម្រាប់យើងដែលជាពុទ្ធជននោះវាមិនមែនជាកិរិយាទេឲ្យតែញាតិញោមយល់តួបុណ្យតួបាបច្បាស់ចង់គេរៀបពិធីនឹងតាំងពីឋានមនុស្សរហូតដល់ឋានទេវតាទៀតក៏ដោយហើយគេមកថាអានឹងវាជាស្អី
វាអត់មានអីពិបាកក្នុងការវិនិច្ឆ័យបុណ្យនិងបាបសោះបណ្ដោយពីព្រោះគម្ពីរបុណ្យបាបនោះវាអត់មាននៅក្នុងគម្ពីរសភៅវានៅក្នុងហរតីយើងឯណានៅក្នុងចិត្តយើងឯណាហើយក៏មិនមែននៅលើមាត់អ្នកដទៃដែរមិននៅលើមាត់អាត្មាទេនឹងហើយសូម្បីបើសិនជាសួរអ្នកណាថាបក់រួយប្រកេនលោកហ្នឹងបានបុណ្យហើយបានបាបអ្នកឆ្លើយថាបាបអាត្មាឲ្យបន្ទុ0បណ្ដោយហើយអ្នកឆ្លើយថាបានបុណ្យក៏ឲ្យ0ដែរមានអីទៅវាស់ចិត្តគេនោះដែលហ៊ានថាគេបានបុណ្យបានបាបនោះមានតែម្ចាស់ខ្លួនទេដែលអាចនិយាយថាវាជាបុណ្យឬក៏ជាបាបណាហៅឃើញទៅថ្វាយអង្គមលោកបានបុណ្យអត់នរណាហ៊ានឆ្លើយថាបានបុណ្យអានឹងក៏0ដែរពីព្រោះអ្នកខ្លះស្រីខ្លះចង់ទៅញ៉ែលោកទៅថ្វាយអង្គមចិត្តអាក្រក់ហ្នឹងប៉ុន្តែធ្វើថ្វាយអង្គមយកអយ៉ាងទៅណាឧទាហរណ៍បើគេមិនអញ្ចឹងក៏ឲ្យចោះយើងទៅថាបុណ្យបាបមិនយើងមាននៅក្នុងចិត្តគេណាហើយឃើញខ្លះធ្វើស្មើជាមួយលោកថាគេនឹងបាបថាមិនមែនទេជាងកាលគេមិនមានចេតនាក្នុងការអែបអបលោកអីចឹងទៅថាគេអាក្រក់ក៏ថាមិនបានអញ្ចឹងបុណ្យនឹងបាបទៅនៅក្នុងចិត្តគេថាអូបានដើរទេសនាអញ្ចឹងល្អណាស់បានបុណ្យច្រើនមិនប្រកាសទេទេសនាសំលុយការប្រពន្ធក៏មានដែរណាហ្នឹងវាមានច្រើនរឿងអញ្ចឹងហើយអ្នកអត់ទេសនាសិតតែអាក្រក់មែនទេជាងកាលលោកមិនសង្ឃខ្វល់អារឿងជាមួយមនុស្សច្រើនជាងកាលព្រះអង្គសរសើររឿងការនៅម្នាក់ឯងរឿងស្ងប់ស្ងាត់អីចឹងទៅ